ស្បែកមុខដែល smooth ស្អាតបែបនេះមើលទៅដូចជាការប្រើប្រាស់ filter ឬក៏ edit អញ្ចឹងប៉ុន្តែការប៉ັດទៅគឺគ្រាន់តែជាការ make up មួយតែប៉ុណ្ណោះហើយក្នុងការ make up ទាំងអស់មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទួលបានស្បែកមុខបែបហ្នឹងទេនៅក្នុងនោះក៏បានរួមចំណែកជាមួយនឹងគ្រឿង make up ល្អៗផងដែរបន្ទាប់ពី technique និងរបៀប make up របស់បងសម្រាប់គ្រឿង make up ដែលល្អប្រើគឺនៅឃើញដល់ brand Kenmake របស់ជប៉ុនមុនគេហ្មងដែលជា brand មួយដែលល្បីនៅប្រទេសជប៉ុនជាពិសេសគឺគ្រឿង make up ហ្នឹងតែម្ដងហើយក្នុងវីដេអូនេះក៏យើងមកបង្ហាញអំពីម្សៅផាត់ brand Kenmake ដែលអាចធ្វើឲ្យស្បែកមុខបងប្រើទៅជា smooth ស្អាតដូចបានប្រើប្រាស់ filter អញ្ចឹងបើនិយាយឲ្យចំទៅគឺទទួលបានស្បែកមុខស្អាតដូចស្រីស្អាតដែលយើងបានដាក់នៅក្បាលវីដេអូហ្នឹងតែម្ដងសម្រាប់ម្សៅផាត់ Kenmake នេះក៏យើងមាន3ប្រភេទទៅតាមតម្រូវការដែរអ្នកដែលក៏ចង់បានស្បែកមុខពណ៌ឈូកភីងអាចប្រើជាមួយនឹងម្សៅផាត់ Kenmake ពណ៌ផ្កាឈូកលេខ01នេះបានវីដេអូមួយនេះគឺគេបានផាត់ជាមួយនឹងម្សៅផាត់ Kenmake ពណ៌ផ្កាឈូកលេខ011នេះបងអាចមើលបាននៅពេលដែលផាត់លើមុខទៅឃើញមុខខ្លួនឯងឡើង smooth សូម្បីតែរន្ធញើសប្រេងដែលមាននៅលើស្បែកមុខហ្នឹងក៏បាត់អស់ដែរនិយាយទៅម្សៅផាត់ Kenmake នេះគឺល្អខ្លាំងទៅលើការទប់ជាតិញើសជាតិប្រេងបាទពណ៌ខៀវនេះវិញអ្នកដែលក៏ចង់បានស្បែកមុខសប៉ុន្តែសបែបលក្ខណៈ soft girl សម្រាប់ពណ៌ខៀវនេះលាបលើស្បែកមុខទៅគឺអត់សខ្លាំងពេកទេសបែបធម្មជាតិដែលមើលយូរទៅគឺកាន់តែស្អាតហ្មងបើចង់ដឹងឲ្យកាន់តែច្បាស់ថានៅពេលដែលផាត់លើស្បែកទៅឃើញពណ៌ស្អាតបែបម៉េចអាចមើលវីដេអូដែលគាត់ផាត់បានគឺនៅពេលដែលផាត់ទៅឃើញមុខខ្លួនឯងឡើង smooth ចេញមក balance ជាមួយនឹង tone ស្បែកហ្មងប៉ុន្តែសម្រាប់អ្នកដែលគាត់ចង់បានស្បែកមុខសមើលទៅឃើញស្អាតប្លែកជាងមុនគឺអាចប្រើជាមួយនឹងម្សៅផាត់ Kenmake លេខ MO នេះបានដែលនៅពេលផាត់នៅលើមុខទៅឃើញស្បែកមុខsmooth មកស្បែកមុខដែលមានប្រេងឬក៏រន្ធញើសអីក៏បាត់អស់ដែរតែវីដេអូដែលគេកំពុងផាត់នេះគឺដឹងហ្មងស្បែកមុខចេញមកឡើងភ្លឺមកមើលទៅអត់មានជាបញ្ហាកកម្សៅបតាក់លើមុខឡើយគឺលាបចូលស្បែកមុខអស់ហ្មងសម្រាប់ម្សៅផាត់មួយនេះក៏ជួយការពារកម្ដៅថ្ងៃផងដែរមាន SPF 50 PA+3 អញ្ចឹងសម្រាប់បងណាដែលចង់បានម្សៅផាត់ Kenmake ទាំងអស់នេះបងរកទិញបាននៅហាងលក្ខស្រីយាយើងទាំងពីរសាខាឬក៏បងអាចឆាតចូល page ក៏បានតែបើសិនជាបងចង់មើលផលិតផលថ្មីជាច្រើនទៀតបងអាចចុះ link Telegram ដែលយើងបានដាក់នៅក្នុង description នឹងបានណា